អរុនសួស្ដីបងប្អូនតោះបងប្អូនមានបងប្អូនណាក្រោកពីម៉ោង5ដូចខ្ញុំដែរអត់បងប្អូនខ្ញុំជារៀងរាល់ព្រឹកក្រោកម៉ោង5ភ្ញាក់ម៉ោង4:50នាទីអញ្ចឹងទៅងើបម៉ោង5ឡើងរៀបចំធ្វើម្ហូបធ្វើអាហារពេលព្រឹកឲ្យកូនណាបងប្អូនថ្ងៃនេះមកចែករំលែករឿងក្រោកពីព្រលឹមធ្វើអាហារពេលព្រឹកឲ្យកូនបងប្អូនខ្ញុំនេះតាព្រលឹមឡើងងើបឡើងម៉ោង5ឡើងគឺធ្វើម្ហូបពេលព្រឹកឲ្យកូនធ្វើអាហារពេលព្រឹកណាបងប្អូនមុននឹងពួកគាត់ទៅរៀនកូនខ្ញុំនឹងកម្រញ៉ាំអីខាងក្រៅណាបងប្អូនភាគច្រើនគឺខ្ញុំធ្វើដើម្បីខ្ចប់ឲ្យគាត់ទៅសាលាបងប្អូនហើយម៉ោង5នៅភ្នែកមិនទាន់ស្វាងមែនទេនៅព្រៀងនៅឡើយបងប្អូនចាថ្ងៃនេះគឺមានអីទេគាត់ថាដាំបាយទៅក៏យើងអាំងសាច់មាន់ឲ្យគាត់អាំងទ្រូងមាន់ណាបងប្អូនបានអញ្ចឹងទៅគាត់សុខភាពល្អហើយគាត់មិនសូវឈឺណាមួយគាត់បានញ៉ាំឆ្អែតហើយរៀនក៏គាត់មិនសូវជាខ្ជិលដែរបងប្អូនហើយកូនចៅខ្ញុំនឹងគាត់មិនសូវរឿងម្ហូបខាងក្រៅគាត់មិនងាយញ៉ាំទាំងម្ដងបងប្អូនថាម្ដាយអត់ធ្វើឲ្យគាត់សុខចិត្តអត់ញ៉ាំពេលខ្លះមកវិញមុខឡើងស្លេកឡើងស្លាំងគាត់មិនញ៉ាំរបស់គេហ្មងទេគាត់ថាទើលណាស់បានគាត់ញ៉ាំរបស់គេខ្ញុំចិញ្ចឹមកូនអត់ជាតម្រឹះកូនឲ្យរឿងញ៉ាំឲ្យរើសឲ្យអីទេតែគាត់ថាម្ហូបដែលខ្ញុំធ្វើស្អីក៏គាត់ញ៉ាំស្អីគាត់ញ៉ាំម្ហូបខាងក្រៅប្រហែលជាមិនត្រូវមាត់គាត់មើលទៅនេះបងប្អូនបន្ទាប់ពីវិចខ្ចប់អាហារពេលព្រឹកហើយមិនអាហារពេលព្រឹកតាមនុស្សទេណាបងប្អូនអាហារពេលព្រឹកសាអាហារពេលព្រឹកឆ្កែដែលនេះបងប្អូនដាក់ទៅសំណោះគ្នាមកនៅជាមួយយើងអត់មានមេត្តាជាមួយគ្នាក៏បង្កើតបងប្អូនហើយរៀបរោបដាក់នឹងម៉ូតូឲ្យបងប្អូនហើយសកម្មភាពម៉ោង5រហូតដល់ម៉ោង7កន្លះរបស់ខ្ញុំបងប្អូនចែកម្លែកទាំងអស់គ្នាមានអ្នកណាដូចខ្ញុំដែរអត់ប្រើជីវិតដូចខ្ញុំដែរអត់ជាពិសេសគ្នាយើងម៉ាយស្ត្រីម៉ាយនឹងបងគាត់មានគ្រួសារបងប្អូនដែលមានគ្រួសារណាបងប្អូនឥឡូវចេញទៅហើយនេះមើលអាទូចនោះចង់ទៅដាក់មកផាច់ទៀតណោះគ្រឹះដល់បងប្អូនពួកគាត់ស្រួលណាបងប្អូនហើយងើបឡើងមិនដែលឲ្យខ្ញុំពិបាកអីទេក្រោកឡើងតុបតែងខ្លួនមិនដែលចាំបាក់ឲ្យម្ដាយទៅដាស់ទេដល់ម៉ោងគឺគិតងើបខ្លួនឯងហ្មងចំដោយខ្លួនឯងហ្មងបងប្អូនទើបមកខ្ញុំក៏រៀបចំកន្លែងខ្លួនឯងបងប្អូនណាដូចខ្ញុំដែរអត់ខ្ញុំដេកលើពុកកឹកខ្យល់ដេកនឹងការ៉ូអញ្ចឹងអត់មានក្តីសុខអត់យល់ខ្លួនឯងរៀបចំផ្ទះហើយចំណាយពេល15នាទីបងប្អូនដើម្បីកង្វិលកងឬក៏ហាត់ប្រាណអីផ្សេងបងប្អូនដើម្បីឲ្យខ្លួនយើងមានចលនាអញ្ចឹងទៅកាត់បន្ថយការឈឺខ្លះអានេះញ៉ាំឆ្អែតណាដេកលទៀកបន្ទាប់ពីប្រាណរួចរាល់អស់ហើយចេញម៉ូតូទិញកាហ្វេបងប្អូនទៅផ្សារកត្រកយើងណែបងប្អូនចេញពីផ្ទះទៅប្រហែលជា4នាទីទៅដល់ផ្សារលេងកាហ្វេសំណប់ចិត្តឥឡូវវ៉ាងកាហ្វេចូលទៅរោនំឲ្យកូនតិចបងប្អូនកូនខ្ញុំគាត់មិនសូវញ៉ាំនំគេទេច្រើនគាត់ញ៉ាំនំខ្មែរខ្ញុំទិញនំប្រៃទុកឲ្យគាត់ទើបទៅទិញនំហើយក៏ដើរចូលទៅខាងក្នុងបន្តិចដើម្បីទៅមើលសាច់ទៅមើលបន្លែទៅដល់ឃើញបងប្អូនគាត់យកត្រីស្រស់មកលក់បងប្អូនទិញបានកំពឹសនោះ2000ស្អត់ត្រីអ្នកស្រុកអ្នកភូមិគាត់រកខ្លួនឯងទេបងប្អូនស្រស់ថ្មីភ្លាមអញ្ចឹងណាបងប្អូនហើយ2000នោះឡើងមិនចេះតិចនេះបន្លែប្លោកស្រស់បងប្អូនត្រីសាច់សัตว์អីគាត់មកស្រស់ណាបងប្អូនខ្ញុំដាក់ speed លឿននេះដោយសារតាសកម្មភាពច្រើនវីដេអូវាច្រើនហើយក៏ដាក់ speed លឿនហ្នឹងដើម្បីបានវីដេអូបានច្រើនបន្តិចនេះចូលទៅជួបជុំគ្នាក៏សើចហេហាហើយតើក៏ទិញបានមីនោះកន្លះគីឡូតាមបន្លែប្រុសកូនប្រុសពៅហ្នឹងចង់ញ៉ាំមីឆាបងប្អូនទិញបានដលងមួយពងទាប្រៃ10គ្រឿងសា5គ្រាប់យកមកដល់ដាក់ក្នុងទូហើយក៏ចេញមកមាត់ទឹកចេញមកកញ្ចុះមាត់ទឹកណាបងប្អូននេះដាក់នំរួចរាល់ហើយនំដាក់ឆ្កែទៀតហើយនំនេះទុកក្នុងធុងអញ្ចឹងទៅដើម្បីពួកគាត់រៀនឬក៏ពួកគាត់សាប់មាត់សាប់អីពេលថ្ងៃអីទៅឬក៏ពេលយប់អីទៅគាត់យកញ៉ាំបានបងប្អូនក៏មកមាត់ទឹកញ៉ាំកាហ្វេអ្នកឯងជាក្តីសុខខ្លួនឯងបងប្អូនពីមុនអត់ទេរវល់ប៉ុណ្ណាក៏រវល់ទៅតែឥឡូវអត់ទេពេលវេលាមកព្រឹកបងប្អូនដល់ម៉ោង7កន្លះវីដេអូនេះចាប់ប៉ុណ្ណឹងអរគុណ